រឿងក្មេងប្រុសគំរូលីដាភ្ញាក់ឡើងប្អូនស្រីម៉ោង6ព្រឹកហើយណាព្រះអាទិត្យរះខ្ពស់ហើយដល់ពេលយើងត្រូវរៀបចំខ្លួនហើយបងរតនាលីដានឹងងុយគេងនៅឡើយទេសុំគេង5នាទីទៀតមិនបានទេលីដាការពន្យាពេលបន្តិចបន្តួចនឹងធ្វើឲ្យយើងទម្លាប់ពន្យាពេលជានិច្ចចូលគេងទាន់ពេលនិងងឹបទាន់ពេលជាវិន័យដំបងបង្អស់ដែលធ្វើឲ្យយើងខ្លាចជាក្មេងពូកែមើលបងណែបងរៀបចំគ្រែគេងរួចរាល់ហើយអូហូបងរតនារៀបចំបានល្អណាស់ហើយលឿនម្លេះមកតោះងើបឡើងបើលីដាងើបឥឡូវនេះបងនឹងបង្រៀនលីដាឲ្យចេះបត់ភួយស្អាតបែបនេះដែរបន្ទាប់មកទៅជួយម៉ាក់រៀបចំតុអាហារពេលព្រឹកប្អូនស្រីប៉ាកែរបស់បងត្រៀមខ្លួនរួចរាល់ហើយនៅចាបងរតនាលីដាចង់ធ្វើជាក្មេងមានវិន័យនិងពូកែដូចបងរតនាដែរតោះយើងទៅលាងមុខនិងជួយអ្នកម៉ាក់ទាំងអស់គ្នាអូល្អណាស់ប្អូនស្រីតោះរតនាលីដារួចរាល់ហើយនៅកូនមកហូបបាយព្រឹកទាំងអស់គ្នាម៉ាំងធ្វើស៊ុបប្រហិតត្រីក្តៅៗដែលកូនចូលចិត្តរួចហើយណារួចរាល់ហើយម៉ាក់ថ្ងៃនេះលីដាចេះបាត់ភួយដល់ខ្លួនឯងទៀតផងណាបងរតនាជាអ្នកបង្រៀនលីដាបងរតនាប្រាប់ថាក្មេងមានវិន័យត្រូវចេះរៀបចំកន្លែងគេងខ្លួនឯងឲ្យស្អាតជានិច្ចពូកែមែនកូនស្រីពៅម៉ាក់ហើយក៏អរគុណកូនរតនាដែរដែលតែងតែធ្វើជាគំរូល្អនិងមើលថែប្អូនបានយ៉ាងល្អបែបនេះអរគុណម៉ាក់ប៉ាថ្ងៃនេះប៉ាមើលទៅដូចជាអត់សូវស្រួលខ្លួននិងនឿយហត់ម្ល៉េះអូប៉ាមអីទេកូនប្រហែលជាមកពីម្សិលមិញប៉ាចោះត្រួតពិនិត្យការដ្ឋានសំណង់ក្រោមថ្ងៃក្តៅខ្លាំងពេកទើបធ្វើឲ្យរាងល្វីនឹងឈឺក្បាលបន្តិចបន្តួចប៉ុន្តែពេលបានឃើញកូនភ្ញាក់ពីព្រលឹមមិនចាំបាច់ប៉ាម៉ាក់រំលឹកបែបនេះប៉ាក៏សប្បាយចិត្តហើយអាការៈល្វើយនោះក៏វាបានធូរហើយដែរណាកូនប៉ាហត់ណាស់ចាំលីដាច្បាច់ដៃជូនលីដាចង់ឲ្យប៉ាឆាប់ជានិងមានកម្លាំងឡើងវិញមើលចុះកូនស្រឡាញ់និងបារម្ភពីប៉ាគេខ្លាំងណាស់ប៉ាវីបើហត់ខ្លាំងថ្ងៃនេះឈប់សម្រាកនៅផ្ទះមួយថ្ងៃទៅមិនចាំបាច់ទៅធ្វើការទេណាចាំអូនមើលថែមិនបានទេម៉ាក់វាការងារនៅការដ្ឋានថ្ងៃនេះសំខាន់ណាស់ក្នុងនាមជាអ្នកមើលការខុសត្រូវយើងត្រូវតែមានការទទួលខុសត្រូវនិងគោរពពេលវេលាជាមួយក្រុមការងារបើបងអវត្តមានដោយគ្មានហេតុផលចាំបាច់នោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកដទៃណាប៉ាតែងតែបង្រៀនកូនថាការគោរពពេលវេលានិងការទទួលខុសត្រូវលើការងារគឺជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សប៉ុន្តែលោកប៉ាកុំភ្លេចហូបថ្នាំនិងហូបអាហារឲ្យបានច្រើនណាចាតាមប៉ាវាឯងចុះចាំខ្ញុំរៀបចំថ្នាំឲ្យបងតោះពួកយើងទៅញ៉ាំអាហារពេលព្រឹកឲ្យច្រើនដើម្បីមានកម្លាំងធ្វើការនិងមានកម្លាំងទៅរៀនបាទម៉ាក់បន្ទាប់ពីហូបបាយរួចកូននឹងជួយប្រមូលចានលាងមុនទៅសាលារៀនលីដាក៏រៀបចំសិភៅនិងកាតាបរួចហើយដែរលីដានឹងធ្វើជាសិស្សល្អដូចបងរតនាដែររតនាមកនេះលឿនមកនេះបន្តិចមកពួកម៉ាក់មានការអីមែនទេវុឌ្ឍសុជាតិជិតដល់ម៉ោងចូលរៀនហើយណាម៉ោង7:15នាទីគ្រូនឹងចាប់ផ្ដើមស្រង់វត្តមាននិងចាប់ផ្ដើមប្រឡងហើយហេតុអីបានជាពួកឯងមិនទាន់ចូលសាលារៀនទៀតប្រឡងប្រចាំសប្តាហ៍អន្តាឯងដឹងទេហាងហ្គេមនៅចុងច្រកដងហែមនោះទៅតែអាប់ដេតហ្គេមប្រយុទ្ធស៊េរីថ្មីកប់ក្តោងវុតបញ្ចេញលុយថ្លៃហ្គេមឲ្យទាំងអស់ពួកយើងគ្រាន់តែលេងជួយវាយបង្គ្រប់ក្រុមតាតោះទៅលេង1ម៉ោង2ម៉ោងសិនទៅចាំចូលរៀនតាមក្រោយត្រូវឲ្យរតនាអញខិតខំរៀនរាល់ថ្ងៃរៀនរហូតដល់ឡើងតឹងខួរក្បាលអស់ទៅហើយថ្ងៃនេះគ្រាន់តែកិច្ចសាលារយៈពេល1ម៉ោងទៅលេងហ្គេមគ្មាននរណាគេដឹងទេតោះទៅមិនបានចដាច់ខាតវុឌ្ឍសុជាតិពួកយើងមកសាលារៀនគឺដើម្បីមកក្រេបយកចំណេះដឹងនិងបណ្ដុះបណ្ដាលខ្លួនឯងឲ្យក្លាយជាមនុស្សមានវិន័យការកិច្ចសាលាទៅលេងហ្គេមមិនត្រឹមតែជាការបំផ្លាញពេលវេលាដ៏មានតម្លៃនោះទេប៉ុន្តែវាជាការកុហកខ្លួនឯងកុហកគ្រូបង្រៀននិងជាការរំលោភលើទំនុកចិត្តរបស់ឪពុកម្ដាយយើងយ៉ាងធ្ងន់ធ្ងរអូហូធ្វើជាក្មេងល្អទៀតហើយគ្រាន់តែលេងហ្គេមបន្តិចបន្តួចសោះធ្វើជាមើងម៉ាត់ម្លេះវ៉ៃវិន័យ
ឯងចេះធុញទ្រាន់ខ្លះទេអីរតនារស់នៅក្នុងវិន័យរហូតបែបហ្នឹងគ្មានសេរីភាពតលតែសោះ សុជាតិវិន័យណាមិនមែនជាទ្រង់ឃុំឃាំងសេរីភាពទេប៉ុន្តែវិន័យគឺជាស្ពានចម្លងយើងទៅរកភាពជោគជ័យនិងសេរីភាពពិតប្រាកដក្នុងជីវិតឪពុកម្ដាយខ្ញុំត្រូវធ្វើការក្រោមកម្ដៅថ្ងៃហត់នឿយដើម្បីទៅរកលុយឲ្យខ្ញុំបានរៀនសូត្រតើឲ្យខ្ញុំយកលុយនិងពេលវេលាដែលគាត់ខិតខំទាំងញើសឈាមទៅបោះចោលនៅក្នុងហាងហ្គេមដោយរបៀបណាទៅខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងធ្វើបែបហ្នឹងឡើយ តែពួកយើងលេងតែមួយផ្លេតតា អូយមួយផ្លែតដែលឯងថាអាចនឹងក្លាយជាទម្លាប់អាក្រក់នៅថ្ងៃក្រោយបើពួកឯងចង់លេងហ្គេមណាយើងអាចកំណត់ពេលវេលាច្បាស់លាស់នៅថ្ងៃចុងសប្តាហ៍បន្ទាប់ពីធ្វើកិច្ចការផ្ទះនិងជួយការងារផ្ទះពុកម៉ែយើងរួចរាល់ប៉ុន្តែឥឡូវនេះជិតដល់ម៉ោងចូលរៀនហើយចូលថ្នាក់ជាមួយខ្ញុំទៅការប្រឡងថ្ងៃនេះសំខាន់ណាស់បើពួកឯងខកខានពួកឯងនឹងស្ដាយក្រោយមិនខានទេ ស្ដាប់រតនានិយាយទៅហាក់ដូចជាមានហេតុផលត្រឹមត្រូវម៉ាក់ខ្ញុំក៏ប្រាប់ថាគាត់ខំប្រឹងធ្វើការលក់ដូរទាំងយប់ទាំងថ្ងៃដើម្បីលុយរៀនរបស់ខ្ញុំដែរបើគាត់ដឹងតែខ្ញុំកិច្ចសាលាច្បាស់ជាគាត់ពិបាកចិត្តខ្លាំងណាស់អូខេអញ្ចឹងពួកយើងមិនទៅលេងហ្គេមទៀតទេតោះចូលថ្នាក់រៀនទាំងអស់គ្នាអរគុណឯងណារតនាដែលបានរំលឹកនិងទាញស្មារតីពួកយើងតាន់ពេលសួស្តីសិស្សទាំងអស់គ្នាគ្រូមានការកោតសរសើរអ្នកទាំងអស់គ្នាណាដែលមកតាន់ពេលវេលានិងមានរបៀបរៀបរយល្អថ្ងៃនេះយើងនឹងចាប់ផ្ដើមការប្រឡងប្រចាំសប្តាហ៍គ្រូសង្ឃឹមថាអ្នកទាំងអស់គ្នានឹងខិតខំធ្វើឲ្យអស់ពីសមត្ថភាពដោយភាពស្មោះត្រង់និងគោរពវិន័យនៃការប្រឡងណាជំរាបសួរម៉ាក់កូនត្រឡប់មកពីសាលារៀនវិញហើយបាទបងរតនាបងមកលឿនមកប៉ាក្តៅខ្លួនខ្លាំងណាស់ម៉ាក់ទៅតែជួយជូតខ្លួននឹងឲ្យប៉ាហូបថ្នាំមុននេះបន្តិចទេលីដាអត់ហ៊ានឡឡាទេខ្លាចរំខានប៉ាអូប៉ាក្តៅខ្លួនខ្លាំងណាស់អ្នកម៉ាក់តើប៉ាកើតអីនឹងព្រឹកមិញឃើញប៉ានៅស្វាហាប់តាអូរតនាកូនប៉ាកូនឯងខំប្រឹងធ្វើការខ្លាំងពេកថ្ងៃត្រង់នេះមេការនៅការដ្ឋានទូរស័ព្ទមកប្រាប់ម៉ាក់ថាប៉ាកូនឯងខ្យល់ចាប់ព្រោះខំប្រឹងដើរពិនិត្យប្លង់ក្រោមកម្ដៅថ្ងៃខ្លាំងពេកដោយមិនព្រមសម្រាកគេក៏ជូនគាត់មកផ្ទះវិញតែម្ដងទៅរតនាកូនត្រឡប់មកវិញហើយហីប្រឡងថ្ងៃនេះយ៉ាងម៉េចដែរកូនធ្វើបានល្អទេបាទប៉ាឈឺយ៉ាងនេះហើយប៉ានៅបារម្ភពីការប្រឡងរបស់កូនទៀតការប្រឡងថ្ងៃនេះកូនធ្វើបានល្អណាស់បាទកូនធ្វើបានទាំងអស់ព្រោះកូនរំលឹកមេរៀនតាមកាលវិភាគប៉ាកុំបារម្ភអីប៉ាសម្រាប់ឲ្យច្រើនទៅណាល្អណាស់កូនបានឃើញកូនរៀនពូកែនឹងចេះគិតបែបនេះប៉ាសប្បាយចិត្តណាស់ទោះប៉ាឈឺប៉ាហត់យ៉ាងណាក៏ប៉ាមានកម្លាំងចិត្តដែររតនាកូនម៉ាក់ត្រូវទៅផ្សារទិញបន្លែនិងត្រីសាច់បន្តិចដើម្បីស្ងោរបបរជូនប៉ាកូននិងធ្វើម្ហូបល្ងាចកូននៅផ្ទះមើលថែប៉ានិងមើលថែប្អូនផងណាបាទម៉ាក់ទៅផ្សារចុះរឿងនៅផ្ទះទុកឲ្យកូនមីងភីយកកន្ត្រកដែលចេញទៅផ្សាររតនាងាកមើលទៅម៉ោងលើជញ្ជាំងដែលចង្អុលបង្ហាញថាម៉ោង6ល្ងាចរតនាគិតនៅក្នុងចិត្តរួចនិយាយទៅកាន់ខ្លួនឯងថាឥឡូវម៉ោង6ល្ងាចតាមកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំម៉ោង6ដល់ម៉ោង6កន្លះគឺជាម៉ោងធ្វើកិច្ចការផ្ទះខ្ញុំត្រូវបែងចែកពេលជួយការងារផ្ទះនិងជួយមើលថែលោកប៉ាខ្ញុំឲ្យបានល្អទន្ទឹមគ្នាបងរតនាតែយើងត្រូវធ្វើអីមុនគេលីដាចង់ជួយបងដែរលីដាប្អូនជាប្អូនល្អណាស់ឥឡូវបែបនេះណាលីដាយកសភៅផាត់ពណ៌និងខ្មៅដៃពណ៌មកអង្គុយផាត់រូបឲ្យស្អាតនៅក្បែរលោកប៉ាបើប៉ាត្រូវការអ្វីហៅបងឯបងវិញចាប់ផ្ដើមជូតសម្អាតផ្ទះនិងរៀបចំទឹកក្តៅជូនលោកប៉ាតើលីដាធ្វើបានទេចាបានបងរតនាលីដានឹងធ្វើជាក្មេងស្ងាត់ស្ងៀមមិនរំខានលោកប៉ាសម្រាមទេលីដាអង្គុយនៅតុធ្វើការផាត់រូបយ៉ាងស្ងៀមស្ងាត់រយៈពេលកន្លះម៉ោងកន្លងផុតទៅយ៉ាងលឿនរតនាធ្វើការងារផ្ទះរួចរាល់យ៉ាងស្អាតបងរតនាលីដាគូររូបនិងលាបពណ៌ផ្ការួចរាល់ហើយប៉ាភាសាទឹកក្តៅអ៊ុនបន្តិចទៅទឹកក្តៅនេះនឹងជួយឲ្យលោកប៉ាស្លាប់បំពង់កនិងធូរស្រាលក្នុងខ្លួនខ្លះអរគុណកូនរតនានិងលីដាណា
កូនកូនពិតជាចេះគិតនឹងដឹងក្តីមែន អូយប៉ាសម្រាប់ចុះកូនទៅលាងចាននៅផ្ទះបាយរងចាំម៉ាក់ត្រឡប់មកពីផ្សារវិញ ខ្ញុំពិតជាមានសំណាងណាស់ដែលមានកូនកតញ្ញូបែបនេះការនឿយហត់ទាំងប៉ុន្មានរបស់ខ្ញុំគឺពិតជាមានតម្លៃមែន អូហូផ្ទាំងសម្អាតបានស្អាតណាស់លីដានេះជាស្នាដៃរបស់កូនមែនទេបាទម៉ាក់កូននិងលីដាបានជួយគ្នាបោសសម្អាតផ្ទះនិងរៀបចំទឹកក្តៅអ៊ុនជូនប៉ាពិសា ឥឡូវប៉ាបានធូរស្រាលច្រើនហើយនិងកំពុងតែសម្រានលងលក់យ៉ាងស្ងប់ស្ងាត់ម៉ាក់លីដាជួយមើលថែប៉ានិងជួយបងរតនាយកសម្រាមទៅដាក់ក្នុងធុងដែរលីដាមិនមាត់ឡឡារំខានដល់ប៉ាសម្រានឡើយ កូនសម្លាញ់ទាំងពីររបស់ម៉ាក់ពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់ដើមឡើយម៉ាក់បារម្ភថាពេលម៉ាក់ត្រឡប់មកពីផ្សារវិញម៉ាក់ត្រូវប្រញាប់ប្រញាល់ធ្វើកិច្ចការផ្ទះផងមើលថែពុកកូនផងនិងធ្វើអាហារផងប្រហែលជាត្រូវហត់នឿយខ្លាំងណាស់ហើយប៉ុន្តែកូនចេះជួយសម្រាលបន្ទុកម៉ាក់ពិតជាអរគុណកូនខ្លាំងណាស់ម៉ាក់ប៉ាតែងតែបដៅកូនថាគ្រួសារមួយដែលមានក្តីសុខមិនមែនទាមទារឲ្យមនុស្សម្នាក់រ៉ាប់រងបន្ទុកទាំងអស់នោះទេប៉ុន្តែជាគ្រួសារដែលមានសមាជិកគ្រប់រូបចេះជួយយោគយល់ចេះជួយចែករំលែកការទទួលខុសត្រូវនិងចេះជួយយកអាសាគ្នានៅពេលមានទុក្ខលំបាកឥឡូវម៉ាក់ទៅលាងមុខលាងមាត់សិនទៅកូននិងប្អូនក៏ត្រូវទៅងូតទឹកដែរបន្ទាប់មកកូននឹងជួយម៉ាក់បេះបន្លែដើម្បីស្លនិងបបរជូនប៉ាស្មារតីទទួលខុសត្រូវរបស់កូនពិតជាចាស់ទុំនិងគួរឲ្យគោរពណាស់រតនាតោះអញ្ចឹងពួកយើងរួមដៃគ្នាធ្វើអាហារពេលល្ងាចទាំងអស់គ្នាណាអូហូក្លិនបបរសាច់ជ្រូកឈ្ងុយណាស់អ្នកម៉ាក់លីដាឃ្លានហើយបបរឆ្អិនហើយកូនរតនាកូនជួយយកបបរមួយចាននេះនិងថ្នាំបញ្ចុះកម្ដៅទៅជូនប៉ាផងណាបាទម៉ាក់ទុកភារកិច្ចនេះឲ្យកូនចុះអូចុះអូហូម៉ាក់វាកូនក្លិនបបរឈ្ងុយពេញផ្ទះតែម្ដងហើយខ្ញុំធ្វើឲ្យម៉ាក់វានិងកូនត្រូវពិបាកហើយថ្ងៃនេះហើយនិយាយអីបែបហ្នឹងបងគ្មានពិបាកនោះទេថ្ងៃនេះបានកូនរតនានិងលីដានេះហើយដែលជាជំនួយការយ៉ាងពូកែរតនាធ្វើកិច្ចការផ្ទះរួចគេជួយបោសសម្អាតជូតផ្ទះលាងចាននិងមើលថែបងបានយ៉ាងល្អរតនាកូនមកចិត្តប៉ាមកកូនថ្ងៃនេះកូនមិនត្រឹមតែបង្ហាញពីវិន័យផ្ទាល់ខ្លួននៅក្នុងការសិក្សានោះទេប៉ុន្តែកូនបានបង្ហាញឲ្យប៉ាឃើញពីបេះដូងដ៏ធំធេងនិងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្រួសារកូនចេះចែករំលែកបន្ទុកជួយមើលថែប៉ានិងសម្រាលការងារម៉ាក់កូននេះហើយជាតម្លៃពិតប្រាកដនៃកូនកតញ្ញូប៉ាសម្រាប់កូនការជួយប៉ានិងម៉ាក់មិនមែនជាបន្ទុកនោះទេប៉ុន្តែជាកាតព្វកិច្ចរបស់កូនប៉ាខិតខំធ្វើការនឿយហត់ដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនដូច្នេះពេលប៉ាឈឺវាជាតួនាទីរបស់កូនដែលត្រូវមើលថែប៉ាវិញប៉ាពិសាបបរច្រើនទៅនឹងហូបថ្នាំដើម្បីឆាប់ជាសះស្បើយណាប៉ាពិសាបបរឲ្យអស់ណាស្អែកនេះប៉ានឹងបានជា បានកូនប៉ានឹងញ៉ាំឲ្យអស់ដើម្បីឲ្យឆាប់មានកម្លាំងឡើងវិញអរគុណកូនខ្លាំងណាស់គ្រួសារទាំង4នាក់ពោពេញដោយភាពកក់ក្ដៅស្នាមញញឹមនិងសេចក្តីស្រឡាញ់ភាពនឿយហត់និងជំងឺបាត់បង់អស់ពីក្នុងផ្ទះដោយជំនួសមកវិញនៅកម្លាំងចិត្តនិងសុភមង្គលនៃគ្រួសារបងរតនាថ្ងៃនេះជាថ្ងៃសៅរ៍តាហេតុអីបានជាបងភ្ញាក់ពីព្រលឹមម៉ោង7អញ្ចឹងសាលារៀនឈប់តាលីដានឹកថាចង់គេងទៅមុខដល់ម៉ោង9ឬ10ព្រឹកឯណោះហើយតើបងកំពុងតែគូររូបអីហ្នឹងអូលីដាប្អូនស្រីទោះជាថ្ងៃនេះជាថ្ងៃសៅរ៍ចុងសប្តាហ៍ក៏ដោយក៏យើងមិនត្រូវបណ្ដោយឲ្យពេលវេលាដ៏មានតម្លៃកន្លងផុតទៅដោយឥតប្រយោជន៍នោះដែរការគេងទៅមុខហួសហេតុមិនមែនជាការសម្រាប់ល្អទេប៉ុន្តែវាទៅធ្វើឲ្យរាងកាយយើងកាន់តែល្វើយនិងខ្ជិលច្រអូសទៅវិញទេបងណាកំពុងតែរៀបចំកាលវិភាគសកម្មភាពចុងសប្តាហ៍សម្រាប់ពួកយើងទាំងពីរនាក់ហ្នឹងណាអូយថ្ងៃឈប់សម្រាកសោះក៏ត្រូវមានកាលវិភាគទៀតឬបងរតនាលីដាចង់លេងតុក្កតានិងមើលរឿងតុក្កតាតាមទូរទស្សន៍
បើមានការវិភាគអញ្ចឹងលីដាគ្មានសេរីភាពលែងសប្បាយទេលីដាស្គាល់ពាក្យថាសេរីភាពពិតប្រាកដទេសេរីភាពណាមិនមែនជាការធ្វើអ្វីតាមតែចិត្តចង់ដោយគ្មានរបៀបរៀបរយនោះទេសេរីភាពពិតប្រាកដគឺការចេញពីការរៀបចំពេលវេលាដ៏ល្អមើលកាលវិភាគដែលបងរៀបចំនេះមើលមានពណ៌ផ្កាឈូកសម្រាប់ម៉ោងលេងតុក្កតារបស់លីដាមានពណ៌ខៀវសម្រាប់មើលតុក្កតានិងមានពណ៌លឿងសម្រាប់ជួយធ្វើការងារផ្ទះបើយើងបែងចែកពេលវេលាច្បាស់លាស់លីដានឹងបានលេងដោយសប្បាយចិត្តអត់មានបារម្ភថាត្រូវប៉ាម៉ាក់ស្ដីបន្ទោសឡើយអូហូពណ៌ផ្កាឈូកសម្រាប់លីដាទៀតអីចុះបន្ទាប់ពីម៉ោង7កន្លះនេះតើយើងត្រូវធ្វើអ្វីខ្លះក្នុងការវិភាគនឹងបងរតនាដំបូងម៉ោង7កន្លះដល់ម៉ោង8កន្លះយើងនឹងរៀបចំរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមើលចុះប្រអប់ប្រដាប់ប្រដាក្មេងលេងរបស់លីដានៅជ្រុងបន្ទប់នោះនឹងតុរៀនរបស់លីដាកំពុងតែអញ្ញាញ៉ៃខ្លាំងណាស់ត្រូវហ៎សិភៅគំនូរនិងខ្មៅដៃពណ៌នៅរាយប៉ាយពេញដីបងនឹងបង្រៀនលីដាឲ្យចេះរៀបចំវាឲ្យបានមានរបៀបរៀបរយប៉ុន្តែប្រដាប់ក្មេងលេងច្រើនណាស់បងរតនាលីដារៀបចំម្នាក់ឯងមិនរួចទេម្យ៉ាងទៀតចាំលេងល្ងាចនេះចប់ចាំរៀបចំតែម្ដងទៅមិនហត់ច្រើនលីដាដឹងទេការរៀបចំរបស់របរភ្លាមបន្ទាប់ពីប្រើប្រាស់រួចគឺជាទម្លាប់របស់មនុស្សពូកែនិងមានរបៀបរៀបរយបើយើងទុកឲ្យរបស់របររាយប៉ាយពេលយើងដើរកាត់ធ្វើឲ្យរបស់របរនោះបាក់បែកនិងបាត់បង់លើពីនេះផ្ទះដើររញ៉េរញ៉ៃធ្វើឲ្យអារម្មណ៍យើងមិនស្រស់ស្រាយឡើយមកបងមិនទុកឲ្យលីដាធ្វើម្នាក់ឯងទេបងនឹងជួយលីដាហើយបងនឹងបង្រៀនលីដារៀបចំណារតនាចេញមកក្រៅបន្តិចមកពួកម៉ាក់ពួកយើងមានរឿងពិសេសចង់ប្រាប់ឯងណាវត្តសុជាតិមានការអីមែនទេទើបជាម៉ូតូមកហៅខ្ញុំទាំងព្រឹកព្រលឹមអញ្ចឹងរតនាឱកាសមាសមកដល់ហើយបងប្រុសរបស់វុឌ្ឍទើបតែបកគលសបុតចូលទស្សនាការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រាត់និងសបុតចូលសួនកំសាន្តធំជាងគេមកឲ្យពួកយើង3សន្លឹកសបុតនេះថ្លៃណាហើយមានទាំងការលេងហ្គេមយករង្វាន់ធំទៀតផងត្រូវឲ្យរតនាពួកយើងមកហៅឯងទៅជាមួយគ្នាណាការប្រកួតចាប់ផ្ដើមម៉ោង11នេះហើយពួកយើងទៅលេងពេញមួយថ្ងៃរហូតដល់យប់ចាំត្រឡប់មកវិញតោះបញ្ញាប់ឡើងម៉ូតូមកអរគុណពួកឯងខ្លាំងណាស់ដែលនឹកឃើញខ្ញុំប៉ុន្តែថ្ងៃនេះជាថ្ងៃសៅរ៍ម៉ោង11នេះខ្ញុំត្រូវជួយប៉ានិងម៉ាក់ខ្ញុំរៀបចំអីវ៉ាន់នៅសួនច្បារនៅមុខផ្ទះនិងមើលថែប្អូនស្រីខ្ញុំមិនអាចចោលការងារទៅដើរលេងពេញមួយថ្ងៃបានទេស្អីគេធ្វើសួនច្បាររតនាឯងឈួតឬកាជានឹងសបុតសួនកំសាន្តនឹងបាល់ទាត់វគ្គផ្ដាច់ព្រាត់នេះមួយឆ្នាំមានតែម្ដងទេណាឯងសុកចិត្តចោលការសបាយរីករាយដ៏ធំធេងនេះដើម្បីតែនៅផ្ទះដាំដើមឈើនឹងមើលប្អូនមែនទេបងរតនាបងប្រាប់លីដាថាថ្ងៃនេះបងនឹងជួយបង្រៀនលីដាគោរពនិងធ្វើសួនច្បារជាមួយប៉ាម៉ាក់តើបងរតនានឹងចោលលីដាទៅដើរលេងឬទេលីដាបងបានសន្យាជាមួយលីដានិងប៉ាម៉ាក់រួចហើយបងមិនចោលលីដានិងគ្រួសារយើងឡើយវុឌ្ឍសុជាតិអរគុណសម្រាប់ទឹកចិត្តរបស់ពួកឯងប៉ុន្តែសម្រាប់ខ្ញុំគ្មានអ្វីមករំខានសេចក្តីសុខគ្រួសារបានឡើយឯងនេះពិតជារតនាមែនហើយអញ្ចឹងពួកយើងទៅតែ2នាក់ក៏បានដែរស្ដាយជំនួសឯងណាពូខុមនិងមីងភីដែលចេញមកពីក្នុងផ្ទះដោយបានលើការសន្ទនាទាំងអស់តាំងពីដើមមកវុនសុជាតិកូនទាំងពីរមានទឹកចិត្តណាស់ដែលមកហៅរតនាទៅប៉ុន្តែពូពិតជាមានមោទនភាពចំពោះរតនាកូនពូខ្លាំងណាស់ដែលគេចេះប្រកាន់ខ្ជាប់នៅវិន័យនិងការទទួលខុសត្រូវចំពោះគ្រួសារត្រូវហើយក្មួយការកសាងទម្លាប់ល្អនិងវិន័យលើខ្លួនឯងត្រូវការតាំងចិត្តខ្លាំងណាស់រតនាបានជ្រើសរើសគ្រួសារនិងភារកិច្ចរបស់គេមុនការកំសាន្តខ្ញុំយល់ហើយពូតាមពិតទៅខ្ញុំពិតជាកោតសរសើររតនាខ្លាំងណាស់បើជាខ្ញុំម្លេះសំខ្ញុំទៅដើរលេងបាត់ទៅហើយត្រូវហើយរតនាមិនត្រឹមតែជារៀមច្បងរៀនប៉កែទេប៉ុន្តែជាមិត្តភក្តិល្អទៀតអញ្ចឹងពួកយើងលាសិនហើយណាវុឌ្ឍនិងសុជាតិជិះម៉ូតូចេញទៅគ្រួសារទាំង4នាក់ដែលចូលទៅក្នុងសួនច្បារមុខផ្ទះទាំងអស់គ្នាជាមួយនឹងបរិយាកាសដ៏ពោរពេញដោយស្នាមញញឹមនិងពន្លឺថ្ងៃដ៏ស្រស់បំព្រងយេបងរតនានៅផ្ទះជាមួយពួកយើងតាំងលោកប៉ាអ្នកម៉ាក់ពួកយើងចាប់ផ្ដើមដាំផ្កានិងដាំឈើទាំងអស់គ្នារតនា
ថ្ងៃនេះកូនបានបង្រៀនមិត្តភ័ក្តិរបស់កូននិងបានបង្ហាញឲ្យប៉ាម៉ាក់ឃើញកាន់តែច្បាស់ថាកូនក្លាយជាមនុស្សរឹងមាំនិងគួរឲ្យទុកចិត្តបំផុត ពិតមែនហើយកូនដែលចេះគោរពពេលវេលាចេះគ្រប់គ្រងចិត្តសាស្ត្រខ្លួនឯងនិងចេះស្រឡាញ់ថែរក្សាគ្រួសារនិងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អប្រសើរបំផុតសម្រាប់សង្គមជាតិនៅថ្ងៃអនាគតលោកប៉ាអ្នកម៉ាក់កូនជឿជាក់ថាជោគជ័យនិងសេចក្តីសុខពិតប្រាកដក្នុងជីវិតមើលមិនឃើញតាមរយៈការកំសាន្តនោះទេប៉ុន្តែវាស្ដែងចេញតាមរយៈស្នាមញញឹមនិងភាពកក់ក្ដៅក្នុងគ្រួសារយើងនៅពេលនេះលីដាជូនផ្កានេះទៅបងរតនាបងរតនាគឺជាបងប្រុសដ៏ល្អបំផុតនិងជាវីរៈបុរសក្នុងចិត្តរបស់លីដា សួនច្បារតូចនៅមុខផ្ទះយើងនៅថ្ងៃនេះនឹងរីកលូតលាស់ស្រស់បំព្រងដោយសារតែដំណក់ញើសនិងក្តីស្រឡាញ់របស់គ្រួសារយើងទាំងអស់គ្នា អរគុណបងអរគុណកូនដែលបានបង្កើតគ្រួសារមួយដ៏ពោរពេញដោយសេចក្តីសុខកូននឹងសន្យារក្សាវិន័យលើខ្លួនឯងរក្សាកតញ្ញូតាធម៌និងការទទួលខុសត្រូវឲ្យបានគង់វង្សជារៀងរហូតដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារនិងសង្គមជាតិ ត្រូវហើយកូនសេចក្តីសុខពិតប្រាកដនិងជេរកាលគឺស្ថិតនៅក្នុងផ្ទះរបស់យើងក្នុងបេះដូងរបស់យើងនិងក្នុងអំពើល្អដែលយើងបានប្រព្រឹត្តរាល់ថ្ងៃសាច់រឿងទាំងមូលរបស់ក្មេងប្រុសរតនាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅតម្លៃអប់រំស្នូលចំនួន3ដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប 1. វិន័យផ្ទាល់ខ្លួនបង្កើតភាពជោគជ័យនិងតម្លៃមនុស្សវិន័យមិនមែនជាការឃុំឃាំងសេរីភាពឡើយប៉ុន្តែវាជាស្ពានចម្លងមនុស្សទៅរកភាពម្ចាស់ការលើខ្លួនឯងការគោរពពេលវេលាភ្ញាក់ពីព្រលឹមធ្វើកិច្ចការផ្ទះទាន់ពេលនិងមិនបណ្ដោយខ្លួនឲ្យលបងដោយការកំសាន្តឥតប្រយោជន៍បានធ្វើឲ្យរតនាក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់និងជាទីទុកចិត្តនៃអ្នកផងទាំងពួង 2. កតញ្ញូតាធម៌និងការចែករំលែកបន្ទុកគ្រួសារសេចក្តីស្រឡាញ់ចំពោះឪពុកម្ដាយមិនមែនបង្ហាញតែតាមរយៈពាក្យសម្ដីនោះទេប៉ុន្តែស្ដែងចេញតាមរយៈសកម្មភាពជាក់ស្ដែងការចេះជួយសម្រាលការងារផ្ទះថែទាំឪពុកពេលមានជំងឺនិងការយល់ចិត្តគ្នាក្នុងគ្រួសារគឺជាគ្រឹះយ៉ាងរឹងមាំដែលបង្កើតបានជាសេចក្តីសុខនិងភាពកក់ក្ដៅយ៉ាងពិតប្រាកដ 3. ការធ្វើជាគំរូល្អចំពោះអ្នកជុំវិញខ្លួនអំពើល្អនិងវិន័យដ៏ខ្ជាប់ខ្ជួនរបស់រតនាមិនត្រឹមតែផ្លាស់ប្ដូរទម្លាប់ប្អូនស្រីតូចលីដាឲ្យចេះមានរបៀបរៀបរយប៉ុណ្ណោះឡើយប៉ុន្តែថែមទាំងបានទាញស្មារតីនិងជះឥទ្ធិពលវិជ្ជមានទៅដល់មិត្តភ័ក្តិវុទ្ធនិងសុជាតិឲ្យស្គាល់ពីតម្លៃនៃពេលវេលានិងការដឹងគុណឪពុកម្ដាយផងដែរចប់ដោយបរិបូរណ៍សូមអរគុណ